ស្វាគមន៍មកកាន់ Flash News អន្តរជាតិដែលនៅមកកំពុងតែដេកភ័យហើយនៅពេលនេះប្រាប់ឲ្យលោកប្រធានាធិបតីដូណាល់ត្រាំឲ្យឈប់គម្រាមកំហែង Greenland ក្រោយអាមេរិកកាំងចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ឥឡូវនេះនាយរដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាកកំពុងតែដេកភ័យដោយបានប្រាប់លោកប្រធានាធិបតីដូណាល់ត្រាំឲ្យបញ្ឈប់ការគម្រាមកំហែងនិងបញ្ឈប់បំណងចង់កាន់កាប់ Greenland ជាបន្តលោកស្រី Mette Frederiksen ដែលជានាយរដ្ឋមន្ត្រីដាណឺម៉ាកបានមានប្រសាសន៍ថាវាមិនសមទៅទេសោះនៅក្នុងការនិយាយអំពីតម្រូវការរបស់សហរដ្ឋអាមេរិកចង់កាន់កាប់ Greenland ដោយលោកស្រីបានបន្ថែមថាសហរដ្ឋអាមេរិកគ្មានសិទ្ធិនៅក្នុងការបញ្ចូលរដ្ឋណាមួយនៅក្នុងចំណោមរដ្ឋទាំង3នៅក្នុងព្រះរាជាណាចក្រដាណឺម៉ាកជារបស់ខ្លួននោះឡើយការលើកឡើងរបស់លោកស្រី Frederiksen កើតមានឡើងបន្ទាប់ពីលោកស្រី Kitty Miller ដែលជាភរិយាជំនួយការរបស់លោក Donald Trump ម្នាក់គឺលោក Stephen Miller បានបង្ហោះរូបផែនទីនៃដែនកោះ Greenland ជាពណ៌នៃទង់ជាតិសហរដ្ឋអាមេរិកអមជាមួយនឹងពាក្យថា Soon ដែលនេះមានន័យថាឆាប់ៗនេះពលគឺចង់មានន័យថា Greenland នឹងក្លាយជារបស់សហរដ្ឋអាមេរិកនៅក្នុងពេលឆាប់ៗនេះលោកប្រធានាធិបតី Donald Trump បានលើកឡើងម្ដងហើយម្ដងទៀតនៅលទ្ធភាពដែល Greenland អាចក្លាយជាផ្នែកនៃបកសម្ព័ន្ធរបស់សហរដ្ឋអាមេរិកដោយលើកឡើងតាំងពីយុទ្ធសាស្ត្រនិងទ្រព្យសម្បត្តិរ៉ែដែលនៅក្នុងដែនកោះនេះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាលដាណឺម៉ាកលោកស្រី Frederiksen បានលើកឡើងថាលោកស្រីកំពុងតែនិយាយទៅកាន់សហរដ្ឋអាមេរិកដោយផ្ទាល់លោកស្រីបានលើកឡើងបន្តថាដាណឺម៉ាកក៏ដូចជា Greenland គឺជាសមាជិក NATO និងទទួលបានការធានាសន្តិសុខពីបកសម្ព័ន្ធយោធា NATO ហើយដាណឺម៉ាកក៏មានកិច្ចព្រមព្រៀងការពារជាតិរួចហើយជាមួយនឹងសហរដ្ឋអាមេរិកដែលទទួលបានសិទ្ធិប្រើប្រាស់ Greenland គឺជាមូលដ្ឋានបានហើយដាណឺម៉ាកក៏បានបង្កើនការវិនិយោគរបស់ខ្លួនលើសន្តិសុខនៅក្នុងតំបន់រួចហើយផងដែរហេតុដូច្នេះខ្ញុំសូមទទូចយ៉ាងខ្លាំងឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការគម្រាមកំហែងប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធជាប្រវត្តិសាស្ត្រនិងប្រឆាំងប្រទេសនិងប្រជាជនផ្សេងទៀតដែលបាននិយាយយ៉ាងច្បាស់រួចហើយថាពួកគេមិនមែនសម្រាប់លក់បើទោះបីជាយ៉ាងណាក៏ដោយនៅប៉ុន្មានម៉ោងក្រោយមកនៅលើយន្តហោះ Air Force One លោកប្រធានាធិបតី Donald Trump បានរំលឹកឡើងវិញនៅគោលដៅរបស់ខ្លួនដោយលោកបាននិយាយបែបនេះថាយើងត្រូវការ Greenland ដើម្បីបំរើជាមូលដ្ឋានសម្រាប់សន្តិសុខជាតិព្រោះដាណឺម៉ាកមិនអាចធ្វើបែបនោះបានទេក្រៅពីអាមេរិកគ្មាននរណាអាចធ្វើបានទេនៅលើលោកនេះប្រវត្តិការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro រៀបចំបានល្អឥតខ្ចោះព្រោះប្រើស្ដេចយន្តហោះចម្បាំងជាង150គ្រឿងគេងសម្ងាត់រៀបចំផែនការរាប់សិបខែអ្វីដែលពាក់ព័ន្ធទៅនឹងលោក Maduro ត្រូវស៊ើបការឲ្យបានល្អិតល្អន់បំផុតសូម្បីតែសត្វចិញ្ចឹមរបស់លោក Maduro ឈ្មោះអ្វីក៏ត្រូវតែដឹងដែរលោកឧត្តមសេនីយ៍ Duncan ដែលជានាយអគ្គសេនាធិការចម្រុះដែលជាមន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាបរាជ័យផ្នែកណាមួយនៃប្រព័ន្ធប្រតិបត្តិការដែលរៀបចំបានយ៉ាងល្អឥតខ្ចោះនឹងធ្វើឲ្យខូចប្រតិបត្តិការ Operation Absolute Result ទាំងមូលតែម្ដងអាមេរិកបានរៀបចំផែនការចាប់ខ្លួនលោក Maduro អស់ជាច្រើនខែមកហើយដោយដាក់ពង្រាយកងកម្លាំងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយនៅពាក់កណ្ដាលខែវិច្ឆិកាគឺជាពេលវេលាដែលកងកម្លាំងអាមេរិកច្រើនបំផុតបានមកដល់តំបន់ការ៉ាប៊ីននៅក្នុងនោះក្រុមនាវាវាយប្រហារដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Gerald Ford ក៏បានមកដល់ដែរលោកឧត្តមសេនីយ៍ Khan បានឲ្យដឹងថានៅដើមខែធ្នូទីភ្នាក់ងារចារកម្មអាមេរិកបានផ្ដល់ព័ត៌មានគ្រប់គ្រាន់សម្រាប់ផែនការមួយនេះទីភ្នាក់ងារចារកម្មអាមេរិកបានតាមដានគ្រប់ជំហានរបស់លោក Maduro នៅក្នុងនោះចារកម្មដែលអាមេរិកបានបង្កប់នៅក្នុងជួររដ្ឋាភិបាលវេណេស៊ុយអេឡាបានតាមដានលោក Maduro គ្រប់ដង្ហើមចេញចូលកន្លែងដេកទទួលទានអ្វីស្លៀកពាក់អ្វីក៏ត្រូវតែដឹងដែរហើយសូម្បីតែសត្វចិញ្ចឹមរបស់លោក Maduro មានឈ្មោះអ្វីខ្លះក៏ត្រូវកត់ត្រាមិនឲ្យខ្វះចន្លោះដែរនៅក្នុងផែនការជាច្រើនខែក្រុមកងកម្លាំងពិសេសអាមេរិកក្រុម Delta Force បានហាត់សមអំពីរបៀបចូលចាប់ខ្លួនលោក Maduro យ៉ាងស្ទាត់ជំនាញនៅក្នុងនោះកងកម្លាំងពិសេសអាមេរិកថែមទាំងបានបង្កើតផ្ទះគំរូធ្វើឲ្យដោយផ្ទះសុវត្ថិភាពរបស់លោក Maduro នៅក្នុងទីក្រុង Garabah ដើម្បីហ្វឹកហាត់ថាតើត្រូវចូលពីច្រកណាទៅច្រកណាផងដែរនិយាយឲ្យចំគឺរៀបចំបានល្អិតល្អន់មែនទែនលុះដល់ពេលវេលាចេញប្រតិបត្តិការទៅហើយក៏នៅតែ
មានការពន្យាពេលអស់4ថ្ងៃទៀតដោយសារតែអាកាសធាតុមិនល្អប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយពេលអាកាសធាតុល្អគ្រប់គ្រាន់លោកប្រធានាធិបតីដូណាល់ត្រាំបានចេញបទបញ្ជាឲ្យបើកប្រតិបត្តិការភ្លាមតែម្ដងគ្រាន់តែទទួលបានបទបញ្ជាស្ដេចយន្តហោះចម្បាំងសរុប150គ្រឿងបានត្រដាងស្លាប់ហោះបោះពុយចេញពីមូលដ្ឋានចំនួន20ផ្សេងគ្នាទូទាំងអត្តកូលខាងលិចមកគ្របដណ្ដប់លើទីក្រុងការ៉ាបាស់ខាប់ពេញមេឃនៅក្នុងពេលស្មើគ្នានៅម៉ោង2ទៀបភ្លឺម៉ោងនៅវេណេស៊ុយអេឡារួចវាកំទេចទីតាំងយោធាសំខាន់របស់វេណេស៊ុយអេឡាមិនឲ្យតដៃរួចនោះឡើយនៅក្នុងចំណោមយន្តហោះទាំង150គ្រឿងនោះមានយន្តហោះទម្លាក់គ្រាប់យន្តហោះប្រយុទ្ធយន្តហោះស៊ើបការជាដើមពលគឺស្ដេចយន្តហោះអាមេរិកបានចេញមកអស់ហើយដូចជា F-22F F-35S F-18EAS B PS និង B1S ជាដើមលុះនៅម៉ោង2និង1នាទីទៀតភ្លឺកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានបន្ទាបខ្លួនចូលដល់ផ្ទះលោកម៉ាដូរ៉ូរួចក៏ចាប់ខ្លួនបានទាំងលោកម៉ាដូរ៉ូនិងភរិយារបស់លោកនៅក្នុងពេលនោះក៏មានកងទ័ពវេណេស៊ុយអេឡាបានបាញ់តដៃខ្លះដែរហើយគេបានបាញ់ត្រូវចំអាថុំបេក្ខចក្រមួយគ្រឿងក៏ប៉ុន្តែអាថុំបេក្ខចក្រនៅតែអាចហោះបានដូចធម្មតាប្រតិបត្តិការដែលបានរៀបចំយ៉ាងល្អឥតខ្ចោះនេះចាយពេលសរុបពីម៉ោងនៅ20នាទីនេះបើយោងតាម BBC ហើយនៅចន្លោះម៉ោង4កន្លះលោកត្រាំបានប្រកាសថាអាមេរិកបានចាប់ខ្លួនលោកម៉ាដូរ៉ូនិងភរិយារបស់លោកបានដោយជោគជ័យហើយដោយអនុលោមទៅតាមច្បាប់របស់អាមេរិកក្រោយមកលោកប្រធានាធិបតីដូណាល់ត្រាំបានធ្វើសន្និសីទកាសែតដោយលោកបានលើកឡើងថាលោកអង្គុយមើលប្រតិបត្តិការនេះនៅភូមិគ្រឹះ Mar-a-Lago របស់លោកដោយអង្គុយមើលការសម្ដែងកម្មវិធីទូរទស្សន៍អញ្ចឹងពលគឺកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកពិតជាធ្វើបានល្អខ្លាំងណាស់ក្រៅពីការប្រកាសគ្រប់គ្រងវេណេស៊ុយអេឡារហូតមកដល់មានការផ្ទេរអំណាចដោយសវត្ថិភាពត្រឹមត្រូវប្រកបដោយយុត្តិធម៌លោកត្រាំបានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនប្រេងអាមេរិកចូលទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធបូមប្រេងរបស់វេណេស៊ុយអេឡាឡើងវិញផងដែរបើយោងតាមរបាយការណ៍ឆ្នាំ2025បង្ហាញថាវេណេស៊ុយអេឡាគឺជាប្រទេសដែលមានធនធានប្រេងច្រើនជាងគេបំផុតនៅលើពិភពលោកពលគឺមានរហូតទៅដល់303,000លានបារ៉ែលឯណោះសូមបញ្ជាក់ថាលោកម៉ាដូរ៉ូវ័យ63ឆ្នាំដែលប្រែក្លាយពីអ្នកបើករថយន្តក្រុងជាប្រធានាធិបតីនឹងត្រូវឡើងសវនាការនៅខែតុលានៅតុលាការសហព័ន្ធសង្កាត់ Manhattan នៅក្នុងទីក្រុង New York នៅថ្ងៃច័ន្ទនេះពីបទចោទភារវកម្មគ្រឿងញៀននិងបទចោទពាក់ព័ន្ធទៅនឹងអាវុធរីឯភរិយារបស់លោកក៏រងការចោទប្រកាន់ពីការនាំចូលកូកាអ៊ីនចូលទឹកដីសហរដ្ឋអាមេរិកផងដែរអាមេរិកវាយប្រហារវេណេស៊ុយអេឡាបង្ហាញថាមានតែអាវុធនុយក្លេអ៊ែរទេដែលអាចធានាអធិបតេយ្យភាពរបស់ប្រទេសនានាបាននេះគឺជាសម្ដីចេញពីមាត់ផ្ទាល់របស់លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ីនិងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីអំឡុងពេលថ្កោលទោសអាមេរិកដែលបានបើកការវាយប្រហារលើវេណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro លោក Dmitry Medvedev បានលើកឡើងថាការវាយប្រហាររបស់អាមេរិកលើវេណេស៊ុយអេឡាគឺជាទង្វើរំលោភបំពានលើរដ្ឋឯករាជ្យមួយហើយថាវេណេស៊ុយអេឡាមិនបានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះឡើយដោយមើលឃើញយ៉ាងដូចនេះលោក Dmitry Medvedev បានសង្កត់ធ្ងន់ថាហេតុការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះបង្ហាញថាប្រទេសមួយដាច់ខាតត្រូវតែពង្រឹងនៅសមត្ថភាពយោធារបស់ខ្លួនឲ្យបានខ្លាំងក្លាបំផុតតាមតែអាចធ្វើទៅបានហើយមានតែគ្រាប់នុយក្លេអ៊ែរទេទើបជាការធានាពិតប្រាកដនៅក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសនានាបានលោក Dmitry Medvedev បានបន្តឌឺដកដាក់អាមេរិកដោយសម្ដៅទៅដល់ស្ថានភាពនៅអ៊ុយក្រែនយ៉ាងដូចនេះផងដែរថាក្រុមជ្រុលនិយមនៅអ៊ុយក្រែនកំពុងតែដើរហួសផ្លូវគ្រប់គ្រងលេងបានហើយហេតុដូច្នេះសូមអាមេរិកជួយចាត់ការស្តៀងនេះលើពួកគេផងក្រៅពីឌឺដងឲ្យអាមេរិកលោក Dmitry Medvedev ក៏បានឌឺដងរីកដាលទៅដល់អឺរ៉ុបផងដែរដោយលោកលើកឡើងថាបណ្ដាប្រទេសនៅអឺរ៉ុបហាក់បីដូចជាស្ងាត់ជ្រាបមិននិយាយអ្វីសោះចំពោះរឿងដែលកើតឡើងនៅប្រទេសវេណេស៊ុយអេឡាលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានមេដឹកនាំថ្មីរបស់វេណេស៊ុយអេឡាគឺលោកស្រី Delcy Rodriguez ថាលោកស្រីអាចនឹងធ្ងន់កជាងលោក Maduro ទៅទៀតប្រសិនបើលោកស្រីមិនធ្វើអ្វីដែលត្រឹមត្រូវការព្រមានរបស់លោកប្រធានាធិបតីដូណាល់ត្រាំទៅកាន់ទស្សនាវដ្តីអាមេរិក The Atlantic
គឺបានកើតឡើងស្របពេលដែលលោកនីកូឡាម៉ាដូរ៉ូនឹងត្រូវបានបង្ហាញនៅតុលាការនៅក្នុងទីក្រុងញូវយ៉កនៅថ្ងៃច័ន្ទនេះគណៈសហរដ្ឋអាមេរិកបានចោទប្រកាន់លោកម៉ាដូរ៉ូពីបទជួញគ្រឿងញៀននិងបទល្មើសពាក់ព័ន្ធទៅនឹងអាវុធតាមរយៈការដឹកនាំរបបភេរវកម្មគ្រឿងញៀនគឺជាការចោទប្រកាន់ដែលលោកម៉ាដូរ៉ូបានបដិសេធលោកស្រី Rodriguez ដែលជាអនុប្រធានាធិបតីវេណេស៊ុយអេឡាបាននិយាយបែបទន់ភ្លន់មកវិញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីថ្ងៃអាទិត្យដោយសុខចិត្តសហការជាមួយនឹងសហរដ្ឋអាមេរិកក្រោយលោកស្រីបាននិយាយរៀងខ្លាំងៗថានៅវេណេស៊ុយអេឡាមានប្រធានាធិបតីតែមួយគត់គឺលោកម៉ាដូរ៉ូលោកស្រីបាននិយាយនៅក្នុងសម្រងសម្ដីដើមបែបនេះថាយើងសូមបញ្ជើញរដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យសហការជាមួយយើងនៅក្នុងរបៀបវារៈនៃកិច្ចសហប្រតិបត្តិការតម្រង់ទិសដៅឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នានៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិទទួលបានការគាំទ្រដោយតុលាការកំពូលនិងយោធារបស់វេណេស៊ុយអេឡាលោកស្រីនឹងស្បត់ចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃច័ន្ទនេះនៅក្នុងទីក្រុងការ៉ាបាស់គណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានបញ្ជាក់ថាអាមេរិកមិនធ្វើសង្គ្រាមជាមួយវេណេស៊ុយអេឡាទេបន្ទាប់ពីការវាយប្រហារតាមអាកាសលើទីក្រុងការ៉ាកាសកាលពីថ្ងៃសៅរ៍រហូតចាប់ខ្លួនលោកម៉ាដូរ៉ូនិងភរិយារបស់លោកបញ្ជូនមកកាន់ទឹកដីអាមេរិកនោះនៅក្នុងបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តី The Atlantic កាលពីថ្ងៃអាទិត្យលោកត្រាំបានពមៀនលោកស្រី Rodriguez មុនរួចទៅហើយថាប្រសិនបើលោកស្រីមិនធ្វើអ្វីដែលត្រឹមត្រូវទេនឹងរងផលធ្ងន់ធ្ងរជាងលោកម៉ាដូរ៉ូទៅទៀតសូមអរគុណសម្រាប់ការតាមដាន Flash News អន្តរជាតិ